នេះនាងសប្បាយចិត្តខ្លាំងណាស់ព្រោះបានលក់បន្លែអស់ពីកញ្ឆេរដូច្នោះនាងនឹងអាងបានប្រាក់យកទៅទិញថ្នាំសង្កូវឲ្យឪពុករបស់នាងពិសាផានីនាងក៏បានជិះកង់ត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះម្ដាយរបស់នាងបាននិយាយប្រាប់ឪពុករបស់នាងថាឲ្យវាកូនរបស់យើងត្រឡប់មកពីលក់បន្លែវិញហើយឪពុករបស់ផានីបានឆ្លើយទាំងត្រេកអរទៅកាន់ប្រពន្ធថាម៉ែវាណែឯម្ដាយរបស់ផានីវិញគាត់ក៏បានរត់ទៅទទួលកូនស្រីរួចជួយទប់កង់ដាក់កញ្ឆេរបន្លែចុះពីលើកង់គាត់បាននិយាយទៅកាន់កូនស្រីថាកូនស្រីកូនហត់អត់កូនហើយកូនលក់អស់ហើយឯកូនផានីបានឆ្លើយទៅម្ដាយថាចាម៉ែកូនមិនហត់ទេហើយកូនលក់បន្លែអស់ហើយនេះប្រាក់ម៉ែយកខ្លះទៅទិញបន្លែខ្លះទៀតយកទៅទិញថ្នាំសង្កូវឲ្យពុកពិសាទៅម៉ែដៃរបស់ផានីបាននិយាយថាកូនមិនទុកប្រាក់ខ្លះទេឬកូនផានីបាននិយាយទៅកាន់ម្ដាយថាកូនមិនទុកទេម៉ែយកទៅទុកចុះកូនមិនដឹងថាទុកយកដើម្បីទិញស្អីនោះទេម៉ែយកទៅទិញថ្នាំសង្កូវឲ្យពុកពិសាចុះឲ្យពុកចាប់ជាណាម៉ែម្ដាយរបស់ផានីបាននិយាយទៅកាន់កូនស្រីថាអរគុណណាកូនជាកូនដែលមានភាពកតញ្ញូចំពោះឪពុកម្ដាយភាពកតញ្ញូនេះនឹងនាំកូនសម្រេចភាពជោគជ័យនៅថ្ងៃណាមួយជាក់ជាមិនខានណាកូនផានីឮហើយក៏បានសាធុទូយកពរពីម្ដាយធម្មតាទេបងប្អូនកូនដែលមានភាពកតញ្ញូនឹងម្ដាយឪពុកតែងតែបាននៅសេចក្តីសុខនិងភាពជោគជ័យជានិច្ចដូច្នេះរឿងនេះសូមស្លេះត្រឹមនេះបើមានការខុសឆ្គងសូមអភ័យទោសជម្រាបលា